ដើម្បីជួយសង្គ្រោះស្វាមីអ្នកមានរបស់នាងពីសេចក្តីស្លាប់ស្ត្រីក្មេងម្នាក់បានញុះញង់គាត់ឲ្យលោតចូលទៅក្នុងទន្លេដែលមានក្រពើច្រើននៅពេលដែលស្វាមីរបស់នាងមិនអាចងើបឡើងមកវិញបានទីអាចជឿថានាងនឹងសម្រេចគោលដៅរបស់នាងក្នុងការទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ខណៈពេលដែលនាងកំពុងរីករាយនឹងសេរីភាពស្មានដល់បុរសចំណាស់ពិតជាអាចហែទឹកបានមែនគាត់គ្រាន់តែលេងសើចជាមួយនាងប៉ុណ្ណោះប៉ុន្តែស្ត្រីដ៏ឃោរឃៅនោះមិនព្រមបោះបង់ចោលឡើយបន្ទាប់មកនាងបានញុះញង់បុរសអ្នកមានឲ្យលោតទឹកជ្រោះជំនួសនាងក្រោមពាក្យផ្អែមល្ហែមរបស់ភរិយាដ៏ស្រស់ស្អាតរបស់គាត់ដោយមិនគិតមួយសន្ទុះបុរសអ្នកមាននោះបានឡើងច្រាំងថ្មចោតដ៏ខ្ពស់ដោយក្លាហានដកដង្ហើមវែងរួចលោតចុះទៅក្រោមហើយដោយការរំពឹងទុកលើកនេះស្វាមីអ្នកមានមិនបានលេចមុខមកវិញទេបន្ទាប់ពីមើលជុំវិញនាងរកប្តីរបស់នាងមិនឃើញនៅកន្លែងណាទេឃើញគម្រោងរបស់នាងទទួលបានជោគជ័យឌីអាក៏ញឹមពេលនាងកំពុងស្រមៃចង់សងសឹកនាពេលអនាគតនាងស្រាប់តែនឹកឃើញរឿងដ៏សាហាវមួយនោះគឺនាងពិតជាមិនដឹងពីរបៀបបើកបរទូកល្បឿនលឿនទេដោយឃើញទូកល្បឿនលឿនអន្តែតដោយគ្មានគោលដៅឌីអាក៏ភ័យស្លន់ស្លោហើយទាញទូរស័ព្ទរបស់នាងចេញយ៉ាងលឿនដើម្បីហៅប៉ូលីសប៉ុន្តែគ្មានសញ្ញាអ្វីទាំងអស់នៅក្នុងព្រៃបុរាណនេះដោយភ័យស្លន់ស្លោនាងបានស្រែកសុំជំនួយយ៉ាងខ្លាំងនាងស្រែកយ៉ាងខ្លាំងប៉ុន្តែគ្មានការឆ្លើយតបទេអារម្មណ៍អស់សង្ឃឹមទាំងស្រុងបានធ្វើឲ្យឌីយ៉ាភ័យខ្លាចដែលអង្គុយនៅជ្រុងមួយហើយយំយ៉ាងខ្លាំង2 ម៉ោងបានកន្លងផុតទៅចាប់តាំងពីនាងជាប់នៅទីនោះដោយដឹងថានាងមិនអាចអង្គុយស្ងៀមនៅទីនោះបានទេនាងបានព្យាយាមបើកទូកល្បឿនលឿនដោយមិននឹកស្មានដល់សកម្មភាពច្របូកច្របល់របស់នាងបាននាំឲ្យនាងលើកទូកដោយចៃដន្យបន្ទាប់មកមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែលបណ្ដាលឲ្យទូកល្បឿនលឿនបង្កើនល្បឿនភ្លាមនាងកំពុងវិលជារង្វង់ហើយទិដ្ឋភាពភ្លាមនេះធ្វើឲ្យឌីយ៉ាភ័យខ្លាចយ៉ាងខ្លាំងរហូតដល់នាងសើមខ្លួនដោយគ្មានជម្រើសផ្សេងទៀតនាងបានក្រោកឈរឡើងហើយស្រែករកជំនួយទូកល្បឿនលឿនហៀបនឹងបុកធ្មិននៅលើច្រាំងនាងបានប្រញាប់ប្រញ័រទៅកៅអីអ្នកបើកបរដើម្បីដកសចេញប៉ុន្តែដោយភាពភ័យស្លន់ស្លោដៃរបស់នាងញ័រហើយនាងបានទម្លាក់សចូលទៅក្នុងទន្លេទោះបីជាទូកល្បឿនលឿនឈប់វិលក៏ដោយក៏នាងបានងើយមុខឡើងហើយបានឃើញទិដ្ឋភាពដ៏សាហាវមួយភ្លាមនោះទឹកជ្រោះដ៏ធំមួយបានលេចចេញមកនៅខាងមុខឌីយ៉ាមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងពេលឃើញវាដោយដឹងថាទូកលឿនហៀបនឹងធ្លាក់ពីលើច្រាំងថ្មចោតនាងបានវិចខ្ចប់របស់របររបស់នាងយ៉ាងលឿនហើយទៅផ្នែកខាងក្រោយដោយរៀបចំឡោតចុះប៉ុន្តែបន្ទាប់មកនាងបានដឹងថានាងមិនអាចហែទឹកបានតតែសោះជាសំណាងល្អមានប៊ូឡុងសង្គ្រោះមួយនៅផ្នែកខាងមុខនៃទូកដូច្នេះដោយមិនគិតនាងបានបោះវាចូលទៅក្នុងទន្លេពេលនាងមើលប៊ូឡុងសង្គ្រោះអន្តែកាន់តែឆ្ងាយទៅទីអាបានដឹងថាប៊ូឡុងសង្គ្រោះមិនត្រូវបានប្រើបែបនោះទេដោយសារទូកល្បឿនលឿននៅឆ្ងាយពីច្រាំងថ្មចោតត្រឹមតែមួយជំហានប៉ុណ្ណោះហើយគ្មានផ្លូវរត់គេចខ្លួននាងអាចត្រឹមតែចាប់យកវ៉ាលីរបស់នាងហើយលាក់ខ្លួននៅជ្រុងមួយដោយអធិស្ឋានសុំអភូតហេតុជាសំណាងល្អឌីយ៉ាមានសំណាងណាស់ទឹកជ្រោះដែលនាងបានជួបប្រទះមិនខ្ពស់ប៉ុន្មានទេហើយនាងមានសំណាងគ្រប់គ្រាន់ដែលត្រូវបានទន្លេនាំត្រឡប់ទៅច្រាំងវិញពេលនាងជាសះស្បើយនាងភ្លាមនោះនាងបានទាញទូរស័ព្ទរបស់នាងចេញពីកាំបិតដើម្បីហៅរកជំនួយប៉ុន្តែទូរស័ព្ទនៅតែគ្មានសញ្ញាដោយអស់សង្ឃឹមនាងអាចបញ្ចេញកំហឹងរបស់នាងដោយស្រែកបន្ទាប់ពីស្ងប់ចិត្តបន្តិចទីអាគ្មានជំរឿអ្វីក្រៅពីជូតទឹកភ្នែកចេញពីភ្នែករបស់នាងហើយលេបស្រាខ្លាំងពី3មាត់ដើម្បីស្ងប់ចិត្តឡើយនាងបានដឹងថានាងមិនអាចអង្គុយនៅទីនោះហើយរងចាំស្លាប់បានទេជាជាងរងចាំស្លាប់នៅទីនេះនាងគួរតែចូលទៅក្នុងព្រៃហើយព្យាយាមរស់រានមានជីវិតនៅក្នុងព្រៃប្រហែលជានោះជាឱកាសតែមួយគត់របស់នាងដើម្បីរស់រានមានជីវិតដល់ចំណុចនេះនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតភ្លាមបន្ទាប់មកស្លៀករ៉ូបពណ៌ក្រហមភ្លឺចែងចាំងនិងស្បែកជើងកែងខ្ពស់10 សង់ទីម៉ែត្រមុនពេលដើរចូលទៅក្នុងព្រៃដ៏គ្រោះថ្នាក់ប៉ុន្តែមុនពេលដែលនាងបានទៅឆ្ងាយបន្ទាប់មកនាងបានរកឃើញដានជើងសត្វមួយជួរនៅលើដីដោយដើរតាមទិសដៅនៃដានជើងទាំងនោះនាងមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលឃើញខ្លាឃ្មុំមួយក្បាលកំពុងផឹកទឹកនៅមាត់ទន្លេខាងមុខដែលនាងច្រឡំថាជាកូនខ្លាឃ្មុំ